បាទជំរាបសួរបងប្អូនមកជួបគ្នាសារជាថ្មីទៀតហើយនៅក្នុងកម្មវិធីគុណខ្មែរ podcast បាទឬក៏ខ្ញុំនឹងត្រៀមដាក់ឈ្មោះថ្មីថាម៉ៅ podcast បាទថ្ងៃនេះគឺយើងនឹងជួបជាមួយនឹងគេហៅថាបុគ្គលនៅក្នុងវិស័យគុណខ្មែរទៀតហើយប៉ុន្តែដូចជាប្រធាននៅក្នុងគុណខ្មែរផងបាទគឺប្រធាន ISKA ប្រចាំស្រុកខ្មែរទួនាទីរបស់គាត់មានច្រើនមែនតើហើយបងប្អូនប្រហែលជាចង់ដឹងអំពីចំណាប់អារម្មណ៍របស់គាត់ក្នុងនាមជាប្រធាន ISKA ប្រចាំស្រុកខ្មែរហើយតែងតែបង្កើតព្រឹត្តិការណ៍ដណ្ដើមយកខ្សែក្រវ៉ាត់ ISKA នៅក្នុងស្រុកខ្មែរជានិច្ចហើយបងប្អូនប្រកាសជាចង់ដឹងថាតើមូលហេតុអ្វីបានជាគាត់យកកីឡាករបរទេសមកវាយមិនដែរឈ្នះខ្មែរហើយខ្សែក្រវ៉ាត់ ISKA នៅតែកីឡាករខ្មែរបានជារឿយសឹងតែមួយខែម្ដងសឹងតែគ្រប់ពេលនៅពេលដែលគាត់បង្កើតព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវ៉ាត់មួយនេះអូខេកុំឲ្យខាត់ពេលយូរជួបជាមួយនឹងបងប្រុសទាំងគ្នាបាទជំរាបសួរបងបាទសួស្ដីលោកម៉ៅបាទជំរាបសួរបងសំណប់បាទហើយបងសំណប់តែងតែផ្ដល់កិត្តិយសក្នុងការឡើងកម្មវិធីគុណខ្មែរ podcast ដោយសារតែមួយរយៈមុនគឺគេមានគុណខ្មែរ podcast ច្រើនពេកបាទអញ្ចឹងខ្ញុំសូមដក clear មួយរយៈឲ្យគាត់ធ្វើសិនឥឡូវគាត់ឈប់ខ្ញុំធ្វើវិញលោកម៉ៅមានប្រសាសន៍អញ្ចឹងខ្ញុំចេះតែឃើញការខ្លួនឯងដែរបាទខ្ញុំពីច្រើនបើខ្ញុំធ្វើអីហើយមានគេធ្វើស្តៀងខ្ញុំឈប់មួយរយៈខ្ញុំចាំតែបងការបอยនិយាយថាការចំនួនបอยយកកីឡាករទៅវាយនៅថៃគេយកដែរបอยចេញបាទយកទៅឡាយគឺដែរបอยយកចេញបอยទៅម៉ាឡេទៅដែរបอยដើរចេញបាទចាំមើលបងឯងបង្កើតគេអី ISKA ជា director នៅក្នុងស្រុកខ្មែរចាំមើលមានអ្នកណាដដើមទេអត់មានទេទួនាទីនៅអត់ទេបងដូចជាអត់ទេដោយសារតែអានេះការងារតាមអាណត្តិទី1ទី2អាណត្តិហ្នឹងអាណត្តិប្រធាន ISK គាត់បកគលឲ្យហើយប្រសិនបើ active ដូចរាល់ថ្ងៃអត់មានអ្នកណាយកបានទេបើ inactive បាទលោកយេនមកប្រហែលនៅចាំជនបរទេសម្នាក់ជនជាតិអាហ្វ្រិកខាងត្បូងលោកគាត់ប្រធាន ISK Cambodia តាមពិត ISK Cambodia ដែលខ្ញុំទូនទីរបស់ខ្ញុំរាល់ថ្ងៃនេះគឺគាត់ពីមុនរបស់គាត់ពីមុនគាត់នាំខ្សែក្រវ៉ាត់ ISK មកនេះខ្ញុំភ្លេចឈ្មោះគាត់នេះ Paddy ហ្នឹងមែនបាទ Paddy Casson ហ្នឹងបាទ Paddy Casson Promotion បាទ Paddy Casson គាត់ពីមុនគាត់ប្រធាន ISK Cambodia បាទនឹងមុនខ្ញុំទៅទៀតប៉ុន្តែដោយសារគាត់ inactive ហើយគាត់ទៅរស់នៅស្រុកថៃបាទអញ្ចឹងការងារនៅក្នុងស្រុកខ្មែរគាត់អត់ធ្វើធម្មតាយើងឧទាហរណ៍ដូចយើងមេឃុំនៅឃុំហ្នឹងហើយយើងទៅរស់នៅឃុំផ្សេងអាចដើរមកឃុំហ្នឹងផងអញ្ចឹងសួរតែតនាការអត់ទេអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយនេះគាត់មិនមែននិយាយដើមគាត់ទេគាត់ក៏បានបាត់បង់ជីវិតហើយដែរបាទអញ្ចឹងចូលរួមរំលែកទុកមួយក្រុមគ្រួសារគាត់បាទអញ្ចឹងត្រឡប់មកវិញដោយលោកយេនមកបានលើកឡើងហ្នឹងអញ្ចឹងបងអាណត្តិទី2បាទមិនអាណត្តិទី2បានន័យថាខ្ញុំជាដំបងឡើយលោក Paddy Casson ឥឡូវបងមានថាបងជាអាណត្តិទី2ហើយអាហ្នឹងយើងប្រើពាក្យអាណត្តិអត់ត្រូវថាយើងជាជនទី2ដែលធ្វើជាប្រធានបាទព្រោះនេះមិនអាណត្តិមិនបានន័យថា5ឆ្នាំឈប់អីដូរអ្នកផ្សេងអត់ទេដូចខ្ញុំនិយាយម្ដងទៀតបើសិននៅតែ active ដូចរាល់ថ្ងៃគឺប្រហែលជាគ្មានអ្នកណាមកយកទូនទីនេះបានទេបាទតែបើថាគេយកទៀតបងទៅឲ្យផ្សេងទៀតហើយមានតែខ្ញុំឲ្យបាទមានតែបងឲ្យហេតុអីបានថាមានតែខ្ញុំឲ្យគេដោយសារតែខ្ញុំរាល់ថ្ងៃខ្ញុំមានទួនាទីនឹងក្រៅស្រុកហ្នឹងដែលទទួលស្គាល់ជាលក្ខណៈសកលហ្នឹង2បាទហើយនៅក្នុងស្រុកហ្នឹងមានលក្ខណៈទទួលស្គាល់ជាលក្ខណៈស្រុកយើង2ដែរបាទបងទទួលស្គាល់ជាសកលហ្នឹងគឺប្រធាន ISK Cambodia ហើយមួយទៀតហ្នឹងគឺប្រធាន ISK គុណខ្មែរមកពិភពលោកយើងអាហ្នឹងទួនាទីក្រៅស្រុកឲ្យតែមានពាក្យថាគុណខ្មែរគឺលំដាប់ពិភពលោកដឹងតែក្រោមផងបងដែរបាទ ISK ឲ្យតែ ISK ធ្វើបាទតំណាងខ្មែរខ្ញុំឧទាហរណ៍ដូចគេទៅប្រទេសណាថ្ងៃមុនគេប្រុងទៅបារាំងទៅអីគេដដើមខ្សែក្រវ៉ាត់ ISK ហ្នឹងបាទប្រសិនបើគេដដើមខ្សែក្រវ៉ាត់ ISK គុណខ្មែរគឺត្រូវតែជូនដំណឹងមកខ្ញុំប៉ុន្តែអ្នកដែលទៅដដើមហ្នឹងគឺមិនមែន ISK គុណខ្មែរទេបាទប្រហែលជា ISK មួយថៃបាទហ្នឹងអាហ្នឹងខ្ញុំចង់ជម្រាបជូនបាទហើយអញ្ចឹង ISKA មួយឡាវទៅខាងឡាវទៅឥឡូវអត់មានទេឥឡូវមានតែ ISK Kickboxing បាទ ISK មួយថៃ ISK គុណខ្មែរ3ហ្នឹងដើរទៅនេះហើយមាន ISK ការ៉ាតេមានផ្សេងទៀតបាទបងខ្ញុំសង្កេតឃើញថាមួយរយៈមុនបងអាសាដើរទៅក្រៅស្រុកច្រើនមែនទែនក៏ប៉ុន្តែចាប់តាំងពីបងបង្កើតការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ISKA នៅក្នុងស្រុកខ្មែរមកដំណើរទៅក្រៅស្រុកបងដំណើរទៅរយាលបាទដូចជាកាត់បន្ថយរយាខ្លាំងមែនទែនអាហ្នឹងកត្តាថាបងជោគជ័យហើយជួយផ្សព្វផ្សាយហើយឬក៏កត្តារវល់នៅក្នុងស្រុកច្រើនជាងមកមិនទាន់ជោគជ័យទេហើយរវល់ហ្នឹងវាជាចំណែកមួយប៉ុន្តែចំណែកមួយទៀតហ្នឹងគឺបើសិនបើយើងចង់ទៅអឺរ៉ុបយើងចង់ទៅអាមេរិកអូស្ត្រាលីញូហ្សេឡង់ស្អីណាផ្សេងប្រទេសដែលខ្លាំងហ្នឹងតើយើងយកកីឡាករបានទៅល្អហើយបើយើងយកទៅគ្រាន់តែយកទៅយើងមិនបាច់យកទៅក៏បានដែរព្រោះយើងមិនមែនទៅសាកល្បងទៀតទេ
ពួកកីឡាករយើងវាយនៅក្នុងស្រុកមកប្រកួត3 4 5,000 ដុល្លារហើយទៅប្រកួតបានដដែលផ្សាយកង្វាត់ហើយពួកគាត់ថ្ងៃនេះគាត់រវល់ខ្លាំងនឹងស្រុកខ្មែរហើយអញ្ចឹងការចាប់គូមួយខែម្ដងនេះក៏មមាញឹកដែរបងប្អូនយើងឃើញមួយខែម្ដងមែនប៉ុន្តែសឹងតែរកពេលសម្រាប់បានបាទបើយើងធ្វើដោយស្ថានីយទូផ្សេងចាប់រាល់អាទិត្យកីឡាករទូមួយចំនួនសុំទោះមិនប្រើទូផ្សេងនឹងកីឡាករខ្លះគេអត់ចាប់ A ទេគេចាប់ B គេចាប់ C ឬក៏ D អីចឹងវាយទៅมันពិបាកទេប៉ុន្តែបើយើងចង់បាន A វាយពិបាកខ្លាំងនៅស្រុកយើងកីឡាករខ្វះច្រើនមែនទែនបាទខ្វះច្រើនណាស់បងនិយាយថាតាក់តងទាំងយកកីឡាករវាយទៅកៅសុកយកថាលំដាប់ A ខ្ញុំឆ្ងល់ចេះបងប្អូនមួយចំនួនក៏ដូចខ្ញុំគាត់ធ្លាប់សួរចំនួនហ្នឹងទៅកាន់អ្នកដែលយកកីឡាករទៅកៅសុកដែរគាត់ថាចុះមិនយកតែ A មិនបានមិនជួយយក B យក C ទៅវាយផងយកតែ A ទៅរហូតចឹងហើយ A ស្រុកខ្មែរមានមិនតិចផងហ្នឹងបាទដោយសារតែប្រិមិត្តទេសនិកជនជេរអ្នកនាំទៅច្រើនពេកជេរគាត់ទៅគាត់ចង់ផ្ដល់ឱកាសឲ្យអ្នកផ្សេងហ្នឹងបានទៅដែរប៉ុន្តែដល់ពេលបើចាញ់ពួកគាត់ជេរបើឈ្នះធម្មតាបានតែថាកលាអុកនេះគឺមួយបានតែមករួចខ្លួនទេអត់មានបានចំណេញអីទេបើមកឈ្នះធម្មតាហើយបើតែចាញ់វិញជាមួយអង្គុយជេរខ្ញុំប្រឡូកគុណខ្មែរនេះគឺគេហៅថាខ្ញុំចាយជីវិតចុងក្រោយរបស់ខ្ញុំមួយអាគុណខ្មែរនេះប៉ះសិនបើនៅហុងកុងចាញ់បាទចំនួនខ្ញុំយកសូត Kevin ទៅវាយហុងកុងជាមួយនឹងកីឡាករថៃបាទទៅដើមខ្សែវ៉ាន់ហុងកុងខ្ញុំប្រាប់កញ្ជ្រោលខ្លាំងណាស់ប៉ុន្តែខ្ញុំគឺត្រូវសម្រេចចិត្តខ្លួនឯងថាអាជីពនេះគឺខ្ញុំត្រូវហ៊ានប្រឈមអញ្ចឹងខ្ញុំយកទៅពេលដែលខ្ញុំឈ្នះធម្មតាបាទប៉ុន្តែបើចាញ់វិញខ្ញុំជឿថាបងអត់ធម្មតាទេខ្ញុំសុំកាត់ល្បី Kevin បាទហ្នឹងល្បី Kevin អត់ល្បីបងល្បី Kevin បាទរាល់ថ្ងៃនេះដូចដែលប្រិមិត្តដូចដែលលោកយានមកមានប្រសាសន៍ហើយដូចបងប្អូនដឹងអញ្ចឹងក្បាលម៉ាស៊ីនមិនសូវប្រហែលទេដូចអ្នកដឹកនាំរឿងឯងពេលគេមិនសូវចាប់ល្បីតួហើយយើងបដាល់ដូចគ្នាអញ្ចឹងដែរយើងខំដឹកនាំពំយួរពួកគាត់ទៅនឹងពេលខ្លះក៏មិនល្បីដល់យើងដែរហើយកីឡាករខ្លះហ្នឹងក៏ត្រូវបានថ្នាក់ដឹកនាំស្គាល់ថ្នាក់ដឹកនាំដូចថាលើកទឹកចិត្តណាបាទបងប៉ុន្តែបើនិយាយពី promoter មិនសូវមានទេខ្ញុំជឿចឹងមិនសូវទេបើប៉ុន្តែគេមិនដឹងបើខ្ញុំបាទធម្មតាគាត់ថាថ្នាក់នាំទៅក្រសួងមហាផ្ទៃខាងខ្ញុំលោកស្គាល់ខ្ញុំចឹងណាប៉ុន្តែផ្សេងទៀតខ្ញុំមិនសូវទេប៉ុន្តែយើងប្រឹងប្រែងទៅប្រហែលជាយើងធ្វើវាមិនទាន់បានល្អដល់នឹងឲ្យសាធារណជនឲ្យថ្នាក់ដឹកនាំឲ្យបងប្អូនទាំងអស់លោកគ្រប់គ្រងបាទអញ្ចឹងត្រឡប់មកវិញការដែលទៅក្រៅស្រុកយកតែ A ហើយក៏ B យូរម្ដងហ្នឹងគឺដោយសារតែបងប្អូនរករឿងពេកបងប្អូនយើងរករឿងពេកហើយយើងក៏ដឹងដែរយើងអ្នកទៅធ្វើយើងដឹងថាតើយើងបើយើងទៅដើម្បីចាញ់ទៅដែរយើងទៅធ្វើអីបាទប៉ុន្តែបើនៅដូចជានៅប្រទេសដូចខ្ញុំឧទាហរណ៍ដូចនៅហុងកុងម៉ាឡេឡាវវៀតណាមអីហ្នឹងអាចយកបានហើយ B នឹងចង់លើសផងបាទហើយថ្ងៃខ្ញុំក៏ទៅមិនថាមិនទៅទេបាទជំរាបជូនបងប្អូនយើងខ្ញុំអត់ទៅតែប្រទេសដែលប្រទេសខ្លាំងទេប៉ុន្តែប្រទេសនៅល្មមខ្ញុំទៅដូចឡាវមួយខែខ្ញុំទៅម្ដងបាទរាល់ថ្ងៃនេះមួយខែទៅម្ដងហើយខ្ញុំក៏មានកម្រងមួយខែ2ដងដែរបើតាមអាទិត្យនេះប្រទេសនេះចឹងទៅម្លងមួយអាទិត្យមួយទៀតកម្មវិធីខ្ញុំម្លងមួយអាទិត្យមួយទៀតនៅប្រទេសមួយផ្សេងទៀតចឹងទៅខ្ញុំកំពុងរៀបចំធ្វើប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងដើម្បីកីឡាករបានវាយនៅក្នុងកម្មវិធីនឹងច្រើនហើយ